រាជរដ្ឋាភិបាលចំណាយ50ទៅ60លានដុល្លារក្នុងមួយខែដើម្បីសម្រាលបន្ទុកពន្ធលើបញ្ហាប្រេងឥន្ធនៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងចំណាយថវិកាប្រមាណ50ទៅ60លានដុល្លារក្នុងមួយខែដើម្បីទូទាត់ការខាតបង់ផ្នែកពន្ធលើប្រេងឥន្ធនៈនិងវិធានការពាក់ព័ន្ធក្នុងគោលបំណងសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋការលើកឡើងនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ South East Asia នៅខេត្តសៀមរាបនាថ្ងៃទី21ខែកក្កដាឆ្នាំ2026រដ្ឋបានទទួលការខាតបង់ចំណូលពន្ធប្រមាណ50ទៅ60លានដុល្លារក្នុងមួយខែតាមរយៈការបញ្ចុះពន្ធលើប្រេងឥន្ធនៈនិងការបន្ថយពន្ធលើសម្ភារៈមួយចំនួនដែលប្រើប្រាស់ថាមពលអគ្គិសនីដើម្បីជួយកាត់បន្ថយបន្ទុករស់នៅរបស់ប្រជាពលរដ្ឋសម្ដេចធិបតីបានគូបញ្ជាក់ថាវិធានការនេះត្រូវបានអនុវត្តក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចនិងពិភពលោកនៅតែប្រឈមនឹងបញ្ហាជាច្រើនដែលប៉ះពាល់ដល់តម្លៃថាមពលនិងថ្លៃដើមនៃការរស់នៅសូមជម្រាបថាតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មសម្រាប់រយៈពេលពីថ្ងៃទី21ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះតម្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាគឺប្រេងសាំងធម្មតាមានតម្លៃ4300រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូតមានតម្លៃ4950រៀលក្នុង1លីត្ររាយការណ៍ដោយ The Khmer Today